អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំម្ដងទៀតហើយតាក់ទងនឹងការបង្កើតអ៊ីមែលអញ្ចឹងមូលហេតុអីបានយើងបង្កើតអ៊ីមែលយើងបង្កើតអ៊ីមែលទៅវាអាចជួយការងារយើងបានច្រើនដូចជាបង្កើតអ៊ីមែលហើយយើងអាចប្រើប្រាស់ជាមួយនឹង Facebook ឬក៏ Google account របៀបថា Play Store ឬក៏មួយទៀតគឺអាចបង្កើតជា iCloud ក៏បានដែរអញ្ចឹងដើម្បីបង្កើតអ៊ីមែលបានយើងចូលទៅ Google Chrome របស់យើងនេះមកនេះ Google Chrome នេះយើងបើកមកនេះគេហៅ browser មិនចាំបាច់តែ Google Chrome ហ្នឹងក៏បានដែរយើងបើកអីផ្សេងក៏បានដែរឧទាហរណ៍ខ្ញុំបើក Brave នេះអូខេ Brave នេះក៏បានដែរគេនឹងហៅថា browser អញ្ចឹងខ្ញុំជ្រើសរើសយក Google Chrome អញ្ចឹងខ្ញុំបើក Google Chrome មកអូខេបន្ទាប់មកខ្ញុំអត់ទាន់មាន account email អីទាំងអស់អញ្ចឹងខ្ញុំចូលទៅបង្កើត email អញ្ចឹងដើម្បីបង្កើត email បានបងប្អូនគ្រាន់តែបើក Google Chrome នេះមកបងប្អូនចុចពាក្យ Gmail នេះចុចមកអូខេយើងចេញវិធីនេះមកយើងចុចពាក្យថា create account មកហើយយើងយកសម្រាប់ personal នេះថាយើងយកសម្រាប់ខ្លួនយើងអូខេអញ្ចឹងកន្លែងនេះបងប្អូនគ្រាន់តែបញ្ចូលឈ្មោះរបស់បងប្អូនមកអញ្ចឹងឧទាហរណ៍ខ្ញុំបញ្ចូលឈ្មោះរបស់ខ្ញុំមកអូខេតកូលហើយនឹងឈ្មោះរបស់បងប្អូនអូខេអញ្ចឹងយើងចុច next មកអូខេថ្ងៃខែឆ្នាំកំណើតអញ្ចឹងថ្ងៃខែឆ្នាំកំណើតខ្ញុំក៏ហៅដែរអូខេអញ្ចឹងយើងរើស page មកអានេះខែថ្ងៃឆ្នាំអញ្ចឹងយើងរើស page មកតែខ្ញុំបាន page នេះគេអញ្ចឹងខ្ញុំប្រុសខ្ញុំយក male female នេះស្រីអូខេយកប្រុសមកយើងចុច next មូលហេតុដែលខ្ញុំ recommend បងប្អូនដាក់ឈ្មោះពិតប្រាកដអញ្ចឹងទៅវាស្រួលនៃការប្រើប្រាស់របស់បងប្អូនពេលដែលផ្ញើ email ចេញទៅគេអាចនឹងឃើញឈ្មោះរបស់បងប្អូនពិតប្រាកដអញ្ចឹងគេអត់គិតថាវាជាប្រភេទ spam email ឬក៏ពួកfake email អញ្ចឹងណាអញ្ចឹងកន្លែងនេះយើងវាយមកថាតើយើងចង់បាន email បែបម៉េចអញ្ចឹងឧទាហរណ៍ខ្ញុំទៅសេមកឈ្មោះខ្ញុំមកអូខេចុច next មកអូខេកន្លែងនេះគឺមានន័យថាវាអត់ឲ្យអា email ដែលយើងបានសរសេរនេះអញ្ចឹងវា recommend available មានន័យថា email ដែលទំនេរឲ្យយើងអញ្ចឹងណាកន្លែងនេះតែខ្ញុំអត់ចង់បានអញ្ចឹងឯងតែខ្ញុំចង់បានមួយទៀតខ្ញុំសាកមួយទៀតសិនសម្បូរណាស់ដែរអញ្ចឹងទៅអញ្ចឹងវាអត់ឲ្យដែរអញ្ចឹងខ្ញុំក៏សាកដាក់មួយទៀតដាក់របៀបថាសម្បូរ168អូខេអញ្ចឹងខ្ញុំដាក់អញ្ចឹងទៅខ្ញុំចុច next វាក៏អត់ឲ្យដែរអញ្ចឹងខ្ញុំដកចេញខ្ញុំវាយពី168ហ្នឹងណាអត់កើតអញ្ចឹងខ្ញុំដាក់1 2 3អូខេអញ្ចឹងវាបានណាអញ្ចឹងបងប្អូនគ្រាន់តែបន្ថែមឈ្មោះរបស់បងប្អូនហើយបន្ថែមលេខណាមួយដែលវាឲ្យអញ្ចឹងណាអញ្ចឹងបងប្អូនកន្លែងមិញគ្រាន់តែព្យាយាមសាកដាក់លេខកតុយ2 3អញ្ចឹងទៅហើយកន្លែងនេះគឺយើងវាយ password របស់យើងអញ្ចឹងការវាយ password ហ្នឹងគឺតម្រូវឲ្យបងប្អូនវាយចែកឧទាហរណ៍ណាសាកមើល notepad មកអូខេអញ្ចឹងឧទាហរណ៍បងប្អូនវាយ password នេះវាថាបងប្អូនដាក់ថា1 2 3 4 5 6 7អញ្ចឹងវាអត់មានសុវត្ថិភាពទេអញ្ចឹងវា recommend ឲ្យយើងវាយមានអក្សរធំដូចជាអក្សរ A ធំអញ្ចឹងទៅហើយមានលេខឧទាហរណ៍ខ្ញុំលេខម៉ានអញ្ចឹងទៅឧទាហរណ៍ខ្ញុំដាក់8 9ហើយនឹងសញ្ញាអញ្ចឹងទៅសញ្ញាអីគេសញ្ញាដុល្លារសញ្ញា add សញ្ញាឧទានឬក៏សញ្ញាភាគរយអីចឹងហើយវាវាយអក្សរបន្ថែមទៀតអក្សរតូចអក្សរអីចឹងណាឧទាហរណ៍ខ្ញុំវាយថែមសម្បូរអីក្នុងនឹងទៀតអញ្ចឹងទៅអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនប្រើ password បែបនេះគឺអក្សរតូចអក្សរធំអក្សរតូចឬក៏សញ្ញាហើយនឹងលេខនៅក្នុងនឹងមានថាវានឹងមានសុវត្ថិភាពអត់ងាយនឹងគេចាំបានអញ្ចឹងណាខ្ញុំឧទាហរណ៍ខ្ញុំដាក់ password របស់ខ្ញុំក្នុងនេះអូខេអញ្ចឹងពេលដែលបងប្អូនវាយ password របស់បងប្អូនទៅតាមអីដែលខ្ញុំប្រាប់ហ្នឹងមកវានឹងចុចពេលយើងចុចនេះទៅវានឹងឲ្យហើយអញ្ចឹងឧទាហរណ៍នេះពេលដែលបងប្អូនអរគ្នាcreate password ហ្នឹងគេឲ្យដែរ create strong password ឃើញទេ create strong password ហើយមានគេខ្លះមាន letter មានថាអក្សរធំអក្សរតូចមានលេខហើយនឹងសញ្ញាអញ្ចឹងទៅអញ្ចឹងកន្លែងនេះឧទាហរណ៍ខ្ញុំដាក់1 2 3អញ្ចឹងណាខ្ញុំដាក់វានឹងប្រាប់មិនអូខេអញ្ចឹងខ្ញុំដាក់1 2 3 4 5 6 7 8 9 1 2 3 4 5 6 7 8 9វាអត់មានសញ្ញាអត់មានអីឃើញទេអត់មានអីអញ្ចឹងខ្ញុំវាយទៅចុច next ណាវាឲ្យឃើញទេដោយសារតែយើងត្រូវតែពេញអីដែលវាបានប្រាប់នឹងមកមានអក្សរតូចអក្សរធំលេខហើយនឹងសញ្ញាអញ្ចឹងខ្ញុំលុបចោលអូខេខ្ញុំលុបចោលអញ្ចឹងខ្ញុំវាយអូខេអញ្ចឹងចុច next ទីមកឃើញទេពេលចុច next ទៅវានឹងឲ្យអញ្ចឹងណាអញ្ចឹងកន្លែងនេះគឺយើងត្រូវពេញលេខទូរស័ព្ទបងប្អូនអញ្ចឹងទៅឧទាហរណ៍ខ្ញុំមានលេខទូរស័ព្ទឧទាហរណ៍មួយអូខេចាំតិចលេខទូរស័ព្ទ0 89 24 99 63អញ្ចឹងកន្លែងនេះបងប្អូនត្រូវតែបំពេញលេខទូរស័ព្ទរបស់បងប្អូនដើម្បីឲ្យវាផ្ញើលេខកូដមកឲ្យយើងអញ្ចឹងដើម្បីបង្កើតឲ្យមាន security មានន័យថាពេលដែលបងប្អូនបង្កើត email ហ្នឹងហើយឧទាហរណ៍បងប្អូនអត់ចាំ password បងប្អូនចង់ផ្លាស់ប្ដូរ password ហ្នឹងឬក៏ reset password វានឹង load សារមួយផ្ញើទៅកាន់លេខទូរស័ព្ទរបស់បងប្អូនដើម្បីវាយលេខកូដហ្នឹងដើម្បីដាក់ចូលទៅហើយវានឹង reset password ឲ្យយើងហើយអូខេអញ្ចឹងចុច next អញ្ចឹងចាំតិចវានឹងផ្ញើលេខកូដឲ្យយើងនៅក្នុងទូរស័ព្ទរបស់យើងតាមលេខទូរស័ព្ទរបស់យើងអញ្ចឹងណាអញ្ចឹងលេខកូដដែលវាផ្ញើមកឲ្យខ្ញុំគឺលេខអូខេលេខ
49 28 67 ចេះអូខេតោះមកចុច next អូខេកន្លែងនេះយើងដាក់ recovery email មានន័យថាពេលដែលយើងអត់ចាំ email password របស់យើងទេយើងក៏អាចផ្ញើអាលេខផ្ញើអា recovery code នេះទៅឲ្យ email មួយទៀតដែលយើងចាំឬក៏បានបើកចឹងណាចឹងឧទាហរណ៍ខ្ញុំមាន email មួយខ្ញុំដាក់3 add កុំចឹងទៅចឹងខ្ញុំដាក់ដើម្បីការពារពេលដែលខ្ញុំភ្លេច email មួយហ្នឹង password email មួយហ្នឹងខ្ញុំក៏អាចផ្ញើ code ទៅកាន់ email មួយនេះដែរចឹងចុច next ទៀតអូខេ next អូខេអញ្ចឹងកន្លែងនេះយើងគ្រាន់តែ accept agree វាមកអូខេអញ្ចឹងចុចពាក្យថា continue អូខេអញ្ចឹងemail របស់យើងបានបង្កើតបានសម្រេចហើយអញ្ចឹងខ្ញុំចូលទៅកន្លែងមួយទៀតដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាដើម្បីឲ្យវា email របស់យើងមានសុវត្ថិភាពអញ្ចឹងណាអញ្ចឹងខ្ញុំចូលមកកាន់នេះចូលមកកាន់កន្លែង Google account របស់យើងដែលមាន Google account នេះចុចលើវាមួយមកឃើញវាមានស្អីគេសញ្ញាឧទានមួយវាប្រាប់ថាយើងត្រូវតែដាក់phone number ដែល recovery ជាមួយនឹង email របស់យើងអញ្ចឹងណាតែបើសិនជាយើងអត់មានលេខទូរស័ព្ទមួយទៀតទេយើងក៏មិនដែរយើងគ្រាន់តែចុចបដិសេធវាមកអូខេអញ្ចឹងខ្ញុំចូលទៅ manage your Google account អូខេអញ្ចឹងកន្លែងនេះយើងអត់មានលេខទូរស័ព្ទមួយទៀតទេអញ្ចឹងយើងមានតែលេខមួយអញ្ចឹងណាអញ្ចឹងអូខេអញ្ចឹងខ្ញុំចូលមក personal information ខ្ញុំមកមើលថាតើវាត្រឹមត្រូវមែនអត់អញ្ចឹងនេះឈ្មោះរបស់យើងថ្ងៃខែឆ្នាំផលិតរបស់យើង page របស់យើងនេះជា email របស់យើង email របស់យើងមាន2អញ្ចឹង email របស់យើងមាន163នេះហើយនឹង63នេះ63នេះគឺជា email recovery អញ្ចឹងណាអូខេអញ្ចឹងខ្ញុំអត់ set អីទៀតទេខ្ញុំមកមើលសិន password យើងក៏បានដាក់ហើយអញ្ចឹងខ្ញុំចូលមកដល់ security អញ្ចឹងមកដល់ security នេះសូមឲ្យបងប្អូនទាំងអស់គ្នាត្រូវតែបើកtwo step verify នេះមកអញ្ចឹងឧទាហរណ៍ខ្ញុំចុចនេះមកអូខេអញ្ចឹងពេលដែលបងប្អូនបើកកន្លែងនេះអញ្ចឹងបងប្អូននឹងឃើញវាមានបញ្ជាក់ឲ្យយើងថាយើងចង់បានមួយណាកន្លែងនេះវាមាន4 step កន្លែងនេះយើងយក pass key អញ្ចឹងណាហើយមួយទៀតយើងប្រើមួយ authentication app ឧទាហរណ៍យើង download app វាមកយើងគ្រាន់តែ scan ទៅពេលដែលយើងចង់ log in លើក្រោយវានឹងបង្ហាញឲ្យយើងលេខកូដឲ្យយើងទៅយើងគ្រាន់តែចុចទៅវានឹង log in email ឲ្យយើងហើយកន្លែងនេះគឺបញ្ជាក់ជាមួយនឹងលេខទូរស័ព្ទអញ្ចឹងខ្ញុំrecommendបងប្អូនដាក់ជាមួយលេខទូរស័ព្ទមកអញ្ចឹងលេខទូរស័ព្ទហ្នឹងគឺលេខទូរស័ព្ទយើងមិនអញ្ចឹងឯងយើងមិនចាំបាច់ដាក់លេខទូរស័ព្ទណាគេទៀតទេអូខេខ្ញុំចុចមកកន្លែងនេះជ្រើសរើសប្រទេសយើងមកដើម្បី Cambodia អូខេវាយគ្រាន់តែវាយអក្សរ C មកចេញអញ្ចឹងខ្ញុំវាយលេខទូរស័ព្ទ089 24 99 63អូខេអញ្ចឹងពេលដែលយើងវាយលេខនេះមកវានឹង receive code ទៅតាម message របស់យើងឯងបើកន្លែងនេះគឺវានឹង call ទៅយើងអញ្ចឹងណាអញ្ចឹងខ្ញុំចុចឲ្យវាផ្ញើតាម message មកឲ្យយើងមកខ្ញុំចុច OK ហើយចុច save អូខេកន្លែងហ្នឹងចប់ហើយអូខេកន្លែងចេញសញ្ញា tick មួយហើយតែបើសិនកន្លែងនេះបងប្អូនចង់ប្រើជាមួយនឹង authenticate app ហ្នឹងមួយទៀតបងប្អូនក៏អាចប្រើបានដែរតែវារៀងសាំញ៉ាំជាងនឹងប្រើលេខទូរស័ព្ទអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនប្រើជាមួយលេខទូរស័ព្ទប៉ុណ្្នឹងសិនទៅអូខេខ្ញុំ back មកអញ្ចឹងemail របស់យើងបង្កើតបានសម្រាប់ហើយអញ្ចឹងបងប្អូននឹងសួរថាតើ email ហ្នឹងយើងពេលដែលយើងបង្កើតតើយើងប្រើបានអីគេខ្លះអញ្ចឹងណាអញ្ចឹងពេលដែលយើងបង្កើត email ហ្នឹងហើយយើងក៏អាចប្រើជាមួយ Google App Google Service មួយចំនួនឧទាហរណ៍ខ្ញុំបើក tab មួយទៀតបើក tab មកវានឹងចេញនេះជា user account របស់យើងអញ្ចឹងណានេះជា user account របស់យើងឈ្មោះរបស់យើង email របស់យើងអញ្ចឹងទៅអញ្ចឹងបងប្អូនចុចកន្លែងនេះ Google App អញ្ចឹង Google App នេះគឺមាន app ជាច្រើនមានទាំង Gemini នេះជា AI ដែរអញ្ចឹងហើយកន្លែងនេះ Google Drive អញ្ចឹងខ្ញុំចូលមក Google Drive នេះកន្លែងនេះគឺយើងអាចផ្ទុកឯកសាររបស់យើងមួយចំនួននៅក្នុងនេះបានអូខេហើយខ្ញុំចូលមកទៀតដូចឧទាហរណ៍នឹង Google Sheet Google Doc Google Slide Google Photo អញ្ចឹងទៅបងប្អូនអាច upload photo បាននៅក្នុងនេះ Google account free ឲ្យយើង 510G អូខេអញ្ចឹងចង់ដឹងថាវា free ឲ្យមែនចូលកន្លែង Google Drive មក Google Drive វានឹងប្រាប់យើងថាយើងគេ free ឲ្យយើងមែន storage នេះឃើញ storage ឃើញវាបង្ហាញឲ្យយើងថា free ឲ្យយើង 510G អញ្ចឹង 510G ហ្នឹងបើសិនជាបងប្អូនផ្ទុកឯកសារផ្ទុកបានច្រើនដែរតែបើសិនជាបងប្អូនផ្ទុករូបភាពផ្ទុកអីវានឹងឆាប់ពេញអញ្ចឹងណាអូខេអញ្ចឹងខ្ញុំចូលមកមួយទៀតតាក់ទងនឹង Google Sheet Google Doc Google Slide នេះខ្ញុំនឹងធ្វើវីដេអូមួយទៀតបង្រៀនបងប្អូនពីរបៀបប្រើប្រាស់របស់វាអញ្ចឹងតាក់ទងនឹងការបង្កើត email នេះខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អីបងប្អូនអាច comment បានឬក៏សាកសួរខ្ញុំបាននៅក្នុងcomment ខាងក្រោមហ្នឹងមកខ្ញុំនឹងឆ្លើយវាទៅកាន់បងប្អូនទាំងអស់គ្នាអូខេអរគុណសម្រាប់ការតាមដានវីដេអូមួយនេះសង្ឃឹមថាវីដេអូមួយនេះនឹងឲ្យបងប្អូនអាចបង្កើត email បានអញ្ចឹងណា